ទី3គឺការដាក់ឲ្យអនុវត្តដែលយើងជំរុញបង្កើតរួចទៅតាមកងទ័ពកងយុទ្ធពលខេមរៈភូមិន្ទខាងប៉ូលីសខាងក្លឹបខាងសាលារៀនសង្ឃឹមថានឹងជំរុញនៅក្នុងការប្រើប្រាស់ដាក់ឲ្យហាត់ក្បាច់គុនខ្មែរឲ្យបានច្រើនតទៅទៀតអាយដាមហងជួននរុនសាកលវិទ្យាល័យមានក្លឹបមានអីហាត់ក្បាច់គុនខ្មែរថែមទៀតបាទបន្តថែមទៀតដើម្បីប្រើប្រាស់ឲ្យបានច្រើនផ្សព្វផ្សាយឲ្យបានច្រើនខ្ញុំមិនហាមឃាត់អ្នកហាត់ក្បាច់គុនការ៉ាតេតៃក្វាន់ដូទេខ្ញុំពីមុនក៏ធ្លាប់ហាត់ការ៉ាតេតៃក្វាន់ដូដែរបាទឥឡូវលោតឯងរួចហើយប៉ុន្តែឥឡូវចាប់ផ្ដើមរៀបចំប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចដាក់ប្រើប្រាស់ឲ្យបានច្រើនជំរុញឲ្យបានច្រើននេះគឺជាអ្វីដែលយើងចាប់ក្រោបហើយជំរុញកងទ័ពថ្ងៃមុននៅគួបកងទ័ពខ្ញុំបានដាក់បទបញ្ជាឲ្យគោលការណ៍ឲ្យដំទានឯហានៅទីនេះដើម្បីជំរុញការអនុវត្តការវឹកវើនៅកន្លែងនេះប៉ុន្តែយើងមិនហាមឃាត់មិនឲ្យវឹកវើនៅក្បាច់គុនរបស់ប្រទេសណាជាការអភិវឌ្ឍប៉ុន្តែក្បាច់គុនខ្មែរយើងក៏ត្រូវបន្តដើម្បីជំរុញឲ្យបានច្រើនហើយបងប្អូនទាំងអស់នៅទីនេះគឺជាអ្នកដែលតួអង្គផ្ទាល់តែម្ដងចូលរួមក្នុងការអភិវឌ្ឍនិងអភិរក្សក្បាច់គុនបុរាណខ្មែរសូមបន្ត